អាជ្ញាធរបង្ក្រាបបទល្មើសសេដ្ឋកិច្ចថៃសហការជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញាបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងផលិតនិងឃ្លាំងស្តុកទំនិញคล้ายៗម៉ាកល្បីៗជាច្រើនប្រភេទរួមមានកាហ្វេ Nescafe កាកាវ Ovaltine និងទឹកក្រអូប Downy ដោយរឹបអូសបានវត្ថុតាងសរុបជាង 22,6720 កញ្ចប់និងដបដែលមានតម្លៃខូចខាតប្រមាណជាង 2.6 លានបាតនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Amarin កាលពីថ្ងៃទី 24 ខែកក្កដាឆ្នាំ 2026ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅទីតាំងចំនួន2គឺរោងចក្រផលិតនៅក្នុងខេត្តសារ៉ាបូរីនិងឃ្លាំងស្តុកទំនិញសម្រាប់ចែកចាយនៅតំបន់ធុងគ្រូទីក្រុងបាងកកដោយសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន4នាក់នៅក្នុងទីតាំងកើតហេតុប៉ូលីសបានរកឃើញទំនិញคล้ายៗជិត400ឡាំងឧបករណ៍លាយនិងវេចខ្ចប់ព្រមទាំងមេកាហ្វេកាកាវនិងស្ករសប្រមាណ119បាវរួមទាំងសម្បកកញ្ចប់คล้ายៗជាង 55,000 កញ្ចប់ទៀតជនសង្ស័យទាំង4នាក់បានសារភាពថាពួកគេបានបង្កើតសង្វាក់ផលិតកម្មនេះឡើងហើយបានក្លែងបន្លំខ្លួនធ្វើជាបុគ្គលិកក្រុមហ៊ុនដើម្បីដើរលក់បន្តឲ្យហាងចាប់ហួយតូចៗក្នុងតម្លៃថោកជាងទីផ្សារអាជ្ញាធរបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់អ្នកប្រើប្រាស់ដោយសារតែផលិតផលហូបចុកនិងប្រើប្រាស់ដែលផលិតក្នុងរោងចក្រខុសច្បាប់ទាំងនេះមិនមានស្តង់ដារអនាម័យឬការត្រួតពិនិត្យត្រឹមត្រូវដែលអាចបង្កឲ្យមានសារធាតុគីមីគ្រោះថ្នាក់ប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពនិងជីវិតរបស់អ្នកបរិភោគទៀតផង